ខ្ញុំឆោតចាស់ចាស់សួរខ្ញុំទៅពីក្មេងតាក្តីស្រមៃខ្ញុំជឿវៃខ្ញុំអួតប្រាប់គាត់ថាខ្ញុំធំឡើងខ្ញុំនឹងខ្លាចជាមហាសេដ្ឋីក៏ប្រាប់ខ្ញុំវិញថាសម្ដីរបស់ចៅនឹងខ្លាចទៅជាការពិតបើសិនជាចៅខំរៀនខំសូត្រហើយមិនលះបង់គំនិតដូច្នេះទៅមានក្តីស្រមៃទាំងកណ្ដាលថ្ងៃកុំខ្វល់ពីអ្នកដទៃវាតម្លៃមើលលើរូបយើងដល់ពួកយើងទាំងអស់គ្នាកុំទៅខ្វល់នឹងពួកវាចង់ពួកវានិយាយអីក៏និយាយទៅពេលពួកវាមាននិយាយអីក៏ត្រូវកុំសើស្រាំនោះកុំនឹងអវិជ្ជមានគួរហ៊ានធ្វើគ្រប់យ៉ាងអានលើពាក្យសម្ដីនិយាយបានក៏ចេញនិយាយទៅរួចដល់ពេលយើងធ្វើឲ្យមើលពួកវាចង់តតថាអត់ផ្លូវឥឡូវពួកយើងត្រូវតែតស៊ូកុំឲ្យវាខាយើងលងខ្លៅខ្ញុំឆោតចាស់ចាស់សួរខ្ញុំតែពីក្មេងថាក្តីស្រមៃខ្ញុំជឿវៃខ្ញុំអួតប្រាប់គាត់ថាខ្ញុំធំឡើងខ្ញុំនឹងខ្លាចជាមហាសេដ្ឋីក៏ប្រាប់ខ្ញុំវិញថាសម្ដីរបស់ចៅនឹងខ្លាចទៅជាការពិតបើសិនជាចៅខំរៀនខំសូត្រហើយមិនលះបង់គំនិតកុំលះបង់ប្រញាប់ចោះចាញ់ព្រេងវាសនាយើងនឹងមានឱកាសរៀនរកវិធីដោះស្រាយបញ្ហា